តាមរយៈសន្តិភាពនិងក្តីសង្ឃឹមខ្ញុំសូមស្វាគមន៍បងប្អូនពីទ្វីបអាស៊ីនិងទ្វីបផ្សេងទៀតខ្ញុំកាឌីណាល់ប៉ាប្លូវីគីលីយ៉ូដេវីតអនុប្រធាននៃសភាលោកអភិបាលអាស៊ីប្រធានសភាលោកអភិបាលហ្វីលីពីននិងជាអភិបាលព្រះសហគមន៍ភូមិភាគកាឡូអូកាន់វាជាកិត្តិយសមួយដែលខ្ញុំនឹងចូលរួមនៅក្នុងបូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យដែលនឹងធ្វើនៅឯក្រុងប៉េណាំងម៉ាឡេស៊ីនៅថ្ងៃទី27ដល់30ខែវិច្ឆិកាខ្ញុំសូមអរគុណវិទ្យុ Veritas អាស៊ីដែលបានប្រមូលសម្លេងរបស់យើងជាព្រះសហគមន៍អាស៊ីតែមួយពេលខ្ញុំគិតអំពីព្រះសហគមន៍អាស៊ីក្នុងពេល10ឆ្នាំទៀតមានពាក្យមួយក្នុងគំនិតខ្ញុំគឺពាក្យថាសាច់ញាតិអាស៊ីគឺជាបណ្ដុំវប្បធម៌ភាសាសាសនាដ៏ធំមួយទោះមានភាពចម្រុះបែបនេះក៏ដោយក៏ព្រះជាម្ចាស់កំពុងបញ្ចូលយើងជាគ្រួសារតែមួយចក្ខុវិស័យរបស់ខ្ញុំគឺចង់ឃើញព្រះសហគមន៍មួយដែលជិតស្និទ្ធជាមួយប្រជាជនអាស៊ីជាពិសេសយុវជនដោយយកចិត្តទុកដាក់ស្ដាប់ក្តីសុបិនរបួសនិងក្តីប្រាថ្នារបស់ពួកគេសម្រាប់ពិភពលោកដោយយុត្តិធម៌និងសន្តិភាពជាងមុនការនេះคล้ายជាការពិតលុះត្រាតែព្រះសហគមន៍អាស៊ីចេះធ្វើ synodality ដែលផ្អែកទៅលើការស្ដាប់សន្ទនាភាពរាបសារនិងមិត្តភាពយើងត្រូវតែចេះធ្វើជាស្ពានឆ្លងទៅសាសនាវប្បធម៌និងអ្នកជំនាន់ក្រោយយើងជាព្រះសហគមន៍ត្រូវតែការពារសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបថែរក្សាភពផែនដីដែលកំពុងបំផ្លាញហើយនិយាយការពិតដោយក្តីមេត្តានៅក្នុងសង្គមដែលមានភាពក្រីក្រជម្លោះនិងការភ័យខ្លាចបងប្អូនជាទីស្រឡាញ់នៅអាស៊ីអ្នកមិនត្រឹមតែជាអនាគតរបស់ព្រះសហគមន៍ប៉ុន្តែក៏ជាបច្ចុប្បន្នភាពដ៏រស់រវើកដែរភាពច្នៃប្រឌិតសំណួរភាពក្លាហាននិងសូម្បីតែការតស៊ូរបស់អ្នកគឺជាព្រះកាយរបស់ព្រះគ្រីស្ទមនុស្សជាច្រើនមានបន្ទុកធ្ងន់ដូចជាក្រីក្រគ្មានការងារការរើសអើងបាតុភូតធម្មជាតិឬសម្ពាធពីក្រុមគ្រួសារនិងសង្គមតែខ្ញុំជឿថាព្រះអង្គម្ចាស់កំពុងត្រាស់ហៅអ្នកឲ្យក្លាយទៅជាបូជនីយេសឆ្ពោះទៅក្តីសង្ឃឹមដើម្បីជួយសហគមន៍របស់យើងឲ្យមានសង្ឃឹមហើយរកឃើញព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់អំពីជីវិតក្នុងវប្បធម៌អាស៊ីយើងនិយាយពាក្យ Jalan bersama Pakiki Pakawa Ikigai Sangha Gotong Royong ជាពាក្យបង្ហាញអំពីដំណើររួមគ្នានិងជួយគ្នាទៅវិញទៅមកនេះជាបូជនីយចររបស់យើងគឺស្វែងរកក្តីសង្ឃឹមរួមមិនតែម្នាក់ឯងនោះទេខ្ញុំសូមអធិដ្ឋានសូមឲ្យព្រឹត្តិការណ៍នេះអាចដាស់បរិស័ទជំនាន់ថ្មីនៅអាស៊ីរស់នៅតាមដំណឹងល្អដោយមានមេត្តាធម៌ការបម្រើនិងសក្ខីភាពដ៏ប្រសើរសូមបងប្អូនតាមដានព្រឹត្តិការណ៍នេះជាមួយវិទ្យុ Veritas អាស៊ីដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់យើងសូមចូលទៅកាន់ www.rvasia.org សម្រាប់ព័ត៌មានថ្មីៗការរីកិតនិងការផ្សព្វផ្សាយនានាដោយយើងបានត្រៀមខ្លួនក្នុងបូជនីយចរនេះសូមយើងអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមកសូមព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំព្យាបាលហើយបំផុសគំនិតយើងឲ្យធ្វើជាសាក្សីនៃដំណឹងល្អដោយភាពក្លាហានថ្មីនៅទូទាំងទ្វីបអាស៊ីសូមអរគុណសូមព្រះជាម្ចាស់ប្រទានពរ Thank you and may God bless you all.